មុននឹងយើងឈានដល់ការសាងប្រាក់ចំណូលពី Facebook ខ្ញុំចង់ណែនាំឲ្យបងប្អូនចេះប្រើប្រាស់កម្មវិធីចំនួន2សិនតែវីដេអូខ្ញុំថ្ងៃនេះគឺបង្ហាញតែមួយសិនទេកុំឲ្យនាទីវាវែងពេកអញ្ចឹងបងប្អូនចូលទៅក្នុង Play Store របស់បងប្អូននៅក្នុងទូរស័ព្ទដៃរបស់បងប្អូនណា Play Store ឬក៏ App Store ណារួចហើយបងប្អូន search រកពាក្យ Fake GPS ណានេះ Fake GPS map នេះដែលខ្ញុំជឿលើយើងតិចលើហ្នឹងមកបន្ទាប់មកយើង scroll បន្តិចឃើញមានចំនួន2បងប្អូនជ្រើសរើសយកមួយណាក៏បានដែរតែសម្រាប់ខ្ញុំជ្រើសរើសយកមួយនេះមានសញ្ញារូបតុក្កតាហ្នឹងដោយសារតែខ្ញុំបាន download រួចមកហើយអញ្ចឹងបងប្អូនមិនទាន់បាន download បងប្អូនអាច download បានបន្ទាប់មកបងប្អូនទៅកំណត់នៅក្នុង setting របស់បងប្អូន scroll ឡើងលើរកពាក្យ about phone បន្ទាប់មកបងប្អូនคลิกមកកន្លែងសញ្ញារូបទៀននេះកន្លែងខ្ញុំវាចុះវាឡើងចុចបាច់មករួចហើយបងប្អូនចុចនៅកន្លែងនេះ bill number បងប្អូនចុចទៅបាន 4-5 ដងឲ្យញាប់មកបាទចុចរហូតតតែដាក់ថា developer mode នេះរួចហើយបងប្អូនបែកឲ្យក្រោយវិញបន្ទាប់មកបងប្អូនមក search ពាក្យថា developer បាទ developer option យ៉ាឡំdeveloper option នេះបងប្អូនចុចលើឡើងមកតមកបងប្អូនចុចបើកវាបាទចុចបើកវាចឹងមកនេះចុចបើកវាចឹងមកអូខេមកបាទតមកទៀតបងប្អូន scroll ឡើងលើបងប្អូនពាក្យនេះ select mode location app ហ្នឹងហើយបងប្អូនចូលទៅកំណត់វានៅកន្លែងហ្នឹងមកបាទឥឡូវយើងបានបើករួចហើយនេះ mode location app បាទឥឡូវយើងទៅបើកវាប្រើប្រាស់តែម្ដងទៅបាទបងប្អូនចង់កំណត់នៅទីតាំងណាបើខ្ញុំកំណត់នៅ USA បាទឥឡូវយើងកំពុងតែរក USA សិនUSA ឃើញទេបងប្អូន United States សម្រាប់ខ្ញុំជ្រើសរើសយក New York បងប្អូន New York បងប្អូនដាក់ឲ្យចំពីលើដំបូលផ្ទះគឺចឹងមកបាទរួចហើយបងប្អូនចុច play កន្លែងនេះចុច play ទៅវានឹង load សញ្ញាដល់ការជួយតំណាងឲ្យយើងនៅលើអេក្រង់ហើយយើងបើកអេក្រង់មកយើងនឹងឃើញនៅកន្លែងនេះបាទកុំឲ្យពេលក្រោយទៅយើងពិបាករកពេលដែលវា load បាត់ហើយយើងអាចចូលកំណត់នៅកន្លែងនេះ add favorite នេះបាទចូលមកយើងសេចំណាំកត់ចំណាំដាក់ថាណា New York បាទ
New York ហ្នឹងទៀតបាទ New York ពេលហ្នឹងមកបាទដល់ពេលវាដាច់ឬក៏មានបញ្ហាអីបាទយើងអាចទៅចុច line 3 កន្លែងនេះមកហើយបន្ទាប់មកយើងយកពាក្យនេះបាទមួយទៀតនេះកន្លែងកាយនេះចុចចូលមកយើងឃើញអាកន្លែងយើងបានកត់ចំណាំវិញនេះ New York នេះយើងចុចវាលើវាមកនេះគឺទីតាំងដែលយើងកំណត់បានមិញហ្នឹងឯងហើយយើងចុច play មកបាទឥឡូវនេះយើងអាចប្រើប្រាស់ GPS របស់យើងបានហើយហ្នឹងហើយវីដេអូមុនខ្ញុំអត់បានប្រាប់ពីរបៀប block GPS ទេបងប្អូនទាញសញ្ញាជូនដំណឹងពីលើចុះក្រោមរបស់ទូរស័ព្ទបងប្អូនមកទូរស័ព្ទរបស់បងប្អូនមកយើងចុចនៅលើនេះ location switch នេះបងប្អូនចុចជាប់មក plan មកហ្នឹងហើយវានឹងមកដល់កន្លែងនេះនេះអាកន្លែងកន្លោននេះបងប្អូនកន្លែងកន្លោនទាំងប្រមាណនេះ3 4នេះគឺយើងចុចបិទទាំងអស់អត់បើកទេណាអត់បើកទេចុចបិទទាំងអស់មកអានេះក៏បិទនេះក៏បិទបាទបិទទាំងអស់អានេះlocation receive នេះបិទទាំងអស់បាទបិទវាទាំងអស់មកកុំឲ្យវារត់ទៅរត់មកម្ដងនៅក្រៅប្រទេសម្ដងនៅក្នុងប្រទេសឥឡូវយើងចូលទៅមើលក្នុងmap យើងតើ location យើងនៅកន្លែងណានេះ map យើងចុចចូល map មកបាទឥឡូវនេះ location យើងគឺនៅ New York USA បងប្អូនបាទវីដេអូក្រោយខ្ញុំនឹងប្រាប់ពីរបៀបប្រើរបៀបបង្កើត Gmail បាទដើម្បីយកទៅបង្កើត account សម្រាប់សាងប្រាក់ចំណូលតាម Facebook បាទអញ្ចឹងវីដេអូនេះក៏សូមតែបញ្ចប់ត្រឹមនេះសិនកុំឲ្យវែងពេកបាទ